មុននឹងចូលទៅកាន់ភាពបន្តរបស់យើងគ្នាយើងកំតណាតាណាស្ដាប់ឲ្យមាននិយាយដល់ចប់សិនដែលក្រោយពីអេពីសូតទី15ហ្នឹងតើមានគឺនឹងចាប់ផ្ដើមផុសវីដេអូក៏ដូចជារឿងផ្សេងដែលមានបានសម្រាប់ហ្នឹងទៅលើក្រុម VIP របស់ admin ហើយដល់ admin គឺនឹងធ្វើការបើកជាមួយនឹង VIP មួយអញ្ចឹងហើយបើសិនមកជាគ្នាយើងចូលរួមគឺថានៅក្នុងក្រុម VIP ចំពោះរឿងនៅគឺដល់ study ផ្ទាល់មួយថ្ងៃគឺមាននឹងចេញ3អេពីសូតឲ្យគ្នាយើងហើយនៅលើ YouTube ក៏មានអាចនឹងផុសដូចគ្នាក៏ប៉ុន្តែมันប្រកាសនោះទេថាពេលណាគឺបានចេញអេពីសូតបន្តដោយសារតែបច្ចុប្បន្ននេះគឺមានធ្វើនៅលើទូរស័ព្ទអញ្ចឹងហើយការកាត់បែបដាក់ទៅលើ YouTube នឹងវាត្រូវការផ្ដាច់ copyright ច្រើនការកាត់នឹងក៏វារៀងវល់ច្រើនដូច្នោះហើយវាចំណាយពេលយូរខ្លាំងមែនតើនៅក្នុងមួយវីដេអូមានចំណាយពេលកាត់3ទៅ4ម៉ោងនោះហើយធ្លាប់តែកាត់30នាទីហើយដល់ពេលត្រូវចំណាយពេល3ទៅ4ម៉ោងសម្រាប់ការកាត់នឹងមានគឺពិតជាពិបាកទទួលយកហើយចំពោះការទស្សនានៅលើ group VIP នឹងគឺគ្នាយើងអាចមើលសាច់រឿងបានពេញក៏ដូចជាកម្រិតវីដេអូនឹងក៏កាន់តែច្បាស់ដូចគ្នាដោយមួយទៀតចំពោះសាច់រឿងទាំងអស់ដែលមានគឺបានសម្រាយនឹងគឺគ្នាយើងអាចទស្សនាបានមុនគេដោយមានគឺនឹងធ្វើការចេញជាមួយនឹងសាររឿងទាំងអស់ហ្នឹងជារៀងរាល់ថ្ងៃតែម្ដងលុះត្រាតែ admin រវល់ខ្លាំងតែបាត់បានចេញអ្វីដែលកាន់តែពិសេសនោះគឺសាររឿងរីមីរូក៏នៅមានវត្តមាននៅក្នុង group VIP នឹងដូចគ្នាហើយគ្នាយើងមិនចាំបាច់ភ័យថាមានចេញខានទៀតទេកាលណាដែលគ្នាយើងចូលទៅកាន់ group VIP ហ្នឹងចំពោះសាររឿងរីមីរូនេះមួយគឺ admin គឺនឹងធ្វើឲ្យជាប់លាប់តែម្ដងដោយសម្រាប់ព័ត៌មានបន្ថែមគ្នាយើងអាចមើលទៅលើតារាងនឹងបាន admin គឺមានតែប៉ុណ្្នឹងទេបើចង់ចូល complete ធ្វើការទៅមកកាន់ admin ចំពោះ Telegram admin គឺនឹងធ្វើការ pin នៅក្នុង comment នេះផ្ទាល់តែម្ដងក្នុងអេពីសូតមួយនេះយើងក៏បានឃើញថាមើលទៅមេឃដូចជាអាកាសធាតុទាំងមូលដូចជាអ៊ូអាប់ខ្លាំងមែនតែនវាដូចជាមិនសូវជាបើកថ្ងៃនោះទេនិយាយខ្លីទៅដូចតែពេលមេឃចូលអាប់អញ្ចឹងបើមិនបើកកំពូលទេគឺអត់ភ្លឺហ្មងរីឯបរិយាកាសនៅក្នុងផ្ទះនេះវិញវាក៏ដូចជាអ៊ូអាប់ទៅតាមមេឃផងដែរមើលទៅតុកឡាញ៉ៃហ្មងរូនីយើងនេះគឺតែអង្គុយផឹកស្រាជន់ທາງកន្លែងទៅមើលស៊ីយ៉ាវិញគឺសងប់ស្ងាត់ខ្លាំងណាស់មិនមាត់កអីទេអាចនិយាយបានថាបរិយាកាសអាប់តាមមេឃហ្មងហើយក៏ដោយសារតែចង់ផ្លាស់ប្ដូរនៅបរិយាកាសមួយនឹងជន់ທາງរបស់យើងក៏បានចេញមកខាងក្រៅហើយគាត់ក៏បានចុចបើកភ្លើងអីដែលសំខាន់គាត់គឺបាននិយាយទៅកាន់អ្នកគ្រប់គ្នាថាតោះនៅក្នុងផ្ទះរបស់យើងគឺមានសាច់អាំងមែនអត់ពួកយើងចាប់ផ្ដើមអាំងសាច់ញ៉ាំហ្មងដោយសារតែបានការឯកភាពអំពីកញ្ញាទាំងពីរដូច្នោះពួកគេក៏ចាប់ផ្ដើមរៀបចំនៅតុរៀបចំនៅកន្លែងអាំងសាច់ពេញនឹងស៊ីយ៉ាក៏បានសួរទៅកាន់ជនທາງថាតើថ្ងៃនេះមានអញ្ជើញណាគេមកខ្លះអត់ជនທາງក៏បានប្រាប់ទៅគាត់គឺអញ្ជើញស៊ូហើយក៏មានម្នាក់ទៀតផងដែរចាំមើលទៅដឹងហើយលើទៅស៊ូបែបហ្នឹងរូនីក៏ពិតជាឆ្ងល់តើស៊ូនឹងជាណាគេជនทາងក៏បានរំលឹកទៅនាងគឺជាមិត្តភក្តិរបស់គាត់នៅវិទ្យាល័យគឺជាមិត្តភក្តិគ្នាតាំងពីតូចលឿននៅសំដីមួយនឹងរឿងនេះរបស់យើងក៏បានសម័យទៅដល់ពេលនោះពេលដែលជនทางប្រាប់ថាស្នេហាដំបូងរបស់គាត់គឺជានារីម្នាក់ដែលគាត់បានលួចស្រឡាញ់តាំងពីវិទ្យាល័យមកម្លេះអញ្ចឹងហើយធ្វើឲ្យនេះរៀងភាំងបន្តិចក្រោយមកម្នាក់ដែលបានអញ្ជើញមួយនោះក៏បានមកដល់ហើយចឹងម្នាក់ហ្នឹងមានធំហើយលោកអញ្ចឹងគឺថាមានណាឆ្ងាយទេជាមិត្តភក្តិរបស់ជនทางនោះឯងគឺថាពេលនេះកំពុងសម្លឹងទៅកាន់ស៊ីយ៉ារបស់យើងស៊ីយ៉ាភាពដូចជាសម្ោចអញ្ចឹងនៅពេលដែលឈើទៅមុខអាប៉ែហ្នឹងទៅហើយស្មានតែខ្លាំងលោកហើយឃើញទឹកមុខមុំអញ្ចឹងស្មានតែស្លុតទៅកាន់គេហើយតាក៏ស្រាប់តែអាប៉ែហ្នឹងបានធ្វើការសុំទោសទៅកាន់ស៊ីយ៉ាអោនក្បាលឡើងដល់ដីជើងឡើងលើលោកនឹងមានតែមួយទេយ៉ាងមើលទៅដែលសុំទោសគេបែបហ្នឹងកញ្ញាស៊ីយ៉ារបស់យើងក៏បានប្រាប់ថាបានហើយខ្ញុំ20ទោសឲ្យលោកហើយតែឥឡូវតែអាំងសាច់ហើយតែក៏សុំនឹងពេលហ្នឹងកញ្ញាស៊ូរបស់យើងក៏បានមកដល់ដូចគ្នាដែលមកនេះអត់មែនដៃទទេអាប៉ែមិញក៏មិនដៃទទេដែរគឺគាត់បានយករបស់មកដូចគ្នារបស់ដែលគាត់បានយកមកហ្នឹងគឺជាត្រីនោះឯងដោយសារតែការពីលើកមុនយកត្រីឲ្យកញ្ញាស៊ីយ៉ាបានញ៉ាំចឹងហើយលើកនេះយកមកម្ដងហើយដែលសំខាន់នោះមានបរិសង្ហាម្នាក់ទៀតចូលរួមពេលហ្នឹងគឺជាយុនស៊ីនោះឯងយើងធ្លាប់ស្គាល់គាត់ហើយជួនថាក៏បានធ្វើការណែនាំគាត់ឲ្យគ្រប់គ្នាបានស្គាល់ទៅពេលហ្នឹងក៏រស់នៅចិត្តនឹងដែរនិយាយបានថាជាអ្នកចិត្តខាងដូចគ្នាមើលទៅបរិយាកាសគឺពិតជារីករាយខ្លាំងមែនតើអាំងសាច់អាំងតំណងរបស់គេដែរហ្នឹងពួកគេក៏ចាប់ផ្ដើមរៀបចំអាំងសាច់បណ្ដាហើយមើលទៅគ្រាន់តែសាច់ឆ្អិនភ្លៀងចាប់ផ្ដើមលើកគេឲ្យជួលឡើងពេញនឹងតែម្ដងអាចនិយាយបានថាបរិយាកាសអ៊ូអាប់នៃមេឃក៏ប៉ុន្តែពេលនេះវាបានប្រែក្លាយទៅជាបរិយាកាសដ៏ស្រស់ថ្លាវិញហើយតែយើងនិយាយថាស៊ីយ៉ារបស់យើងអត់ស្រស់ថ្លាជាមួយទេគឺនាងអត់សូវជានិយាយអីឬក៏មាត់កអីទេតាមឡងពេលដែលពួកគេកំពុងតែសប្បាយជុំគ្នានឹងយើងក៏បានឃើញថាប៉ែនោះគឺលួចថតទៀតហើយតែបើយើងក៏លេចមើលមកកាន់ប៉ែពីរនាក់នេះវិញគឺថាតដាមសាច់អាំងគ្នាហើយមកមុខអាក្រក់មើលម៉េះខ្ញុំសោចកន្លែងនឹងឡើងគាំងយីមែនណាអំឡុងពេលដែលញ៉ាំសប្បាយរីកនឹងផងដែរយើងក៏បានឃើញថារូនីក៏បានលើកយកនៅប្រហិតនឹងសាច់ក្រកដឹងទេនាងគឺបានមើលទៅនៅលើហ្នឹងគេបិទជាមួយនឹងពាណិជ្ជកម្មឬការផ្សាយពាណិជ្ជកម្មទៅលើអាហារនោះឯងគេបិទវាផ្លាក់យហោអញ្ចឹងទៅណាបាទរបស់ហ្នឹងស៊ូរបស់យើងគឺជាអ្នកទិញមកនឹងឯងហើយការដែលស៊ូរបស់យើងទិញមកក៏ដោយសារតែនាងចាប់អារម្មណ៍ជាមួយនឹងផ្លាក់យហោហ្នឹងគឺតារាល្បីហើយស្រស់ស្អាតទៀតដែលធ្វើ
រូនីលន់មាត់ថាក៏ទៅជីវិតតារាល្បីវាអែមមែនណោះពីណាឃើញក៏គេចុះចិត្តដែរតែភ្លាមស៊ីយ៉ារបស់យើងក៏ស្ទើរតែលុកមាត់ចូលទៅយ៉ាងស្ងៀមស្ងាត់ថាវាគឺមិនដឹងអ្វីដែលគ្រប់គ្នាបានគិតនោះទេរួចនឹងក៏បានសួរទៅកាន់ពួកគេថាប៉ះសិនបើពួកគេមាននៅគេឈ្មោះខ្លាយទៅជាតារាល្បីតែពួកគេគឺនឹងធ្វើអ្វីសម្រាប់ប្រូមេធំរបស់យើងវិញគាត់គឺបាននិយាយថាគាត់ធ្វើទៅតាមក្តីសម័យរបស់គាត់នោះឯងគាត់ចូលចិត្តមើលតារាមិនបានខ្លាយទៅជាតារាទៀតដឹងតែអែមតែម្ដងបានទៅសម្ដែងមួយគេហើយចំណែកឯអបយុនស៊ីវិញគាត់និយាយថានៅពេលដែលគាត់ខ្លាយទៅជាតារាគាត់គឺនឹងយកស្រីមកអោបឲ្យច្រើនហ្មងរីឯកញ្ញារូនីវិញនាងគឺចង់ឲ្យមានអ្នកឧបត្ថម្ភក៏ដូចជាជូននៅរបស់របរថ្លៃដូចកាបូបក្អៅអីចឹងប្រែនអីចឹងទៅចំពោះស៊ូវិញនៅពេលដែលនាងរកលុយបានច្រើននាងគឺនឹងមានពេលវេលាឈៀលស្ដាប់នៅការរៀបរាប់របស់ពួកគេរួចស៊ីយ៉ារបស់យើងក៏បានប្រាប់ទៅកាន់ពួកគេថាតាមរយៈបទពិសោធន៍របស់នាងវាគឺមិនដឹងអ្វីដែលពួកគេបានគិតនោះទេជីវិតជាតារាល្បីគឺគ្មានពាក្យថាឯកជននោះឡើយមិនថាទៅដល់ទីណានោះទេគឺមានគេតាមថតរហូតលើពីនឹងពួកគេថែមទាំងយករូបថតទាំងអស់នឹងបង្កើតទៅជាពាក្យអាចារ្យរាមដែលមិនល្អបង្ខូចគេឈ្មោះពួកយើងទៀតផងដែលបច្ចុប្បន្ននេះអ្នកដែលលុយថតស៊ីយ៉ានាងក៏បានដឹងផងដែរពីព្រោះថានាងគឺសមជាមួយនឹងរឿងទាំងអស់នឹងហើយក៏ជាហេតុដែលធ្វើនាងលាឈប់អំពីវិស័យទាំងអស់នោះផងដែរព្រោះថាជីវិតរបស់នាងគឺគ្មានពាក្យថាឯកជននោះទេអាឡែងតែនិយាយអំពីរឿងនឹងសោកក៏ស្រាប់តែកាមេរ៉ាមួយបានថតឡើងក្រាប់តែម្ដងដែលធ្វើពួកគេគ្រប់គ្នាគឺបានឃើញទាំងអស់អាពេលដែលបានលួចថតនឹងវាអាឡែងតែសប្បាយជាមួយនឹងរូបទាំងអស់នេះក៏ស្រាប់តែមិត្តភ័ក្តិរបស់ជុនថាងគឺបានចាប់កាមេរ៉ានឹងជាប់រួចគាត់ក៏បានសេពប្រាប់ឲ្យគ្រប់គ្នានឹងដេញចាប់ទៅជុនថាងរបស់យើងអត់បានប្រអងយូរនោះទេគាត់ក៏បានដេញចាប់អបិនឹងហ្មងរត់បណ្ដាលគិតបណ្ដាលថាថ្ងៃនឹងយ៉ាងណាក៏ដោយយើងក៏ធ្វើទៅចាប់ឯងឲ្យបានយើងគឺជាអ្នកដែលរត់លឿនក៏ដូចជាចៃលេខ2លេខ1នៅក្នុងសាលាអញ្ចឹងហើយរឿងអីទៅចាប់ឯងបានអត់ហើយមែនធំតែមកផ្លែសជុនថាងរបស់យើងក៏រត់តន់អបិនឹងទៅហើយតែដូចជាទៅដាប់ទៅដួលខ្លាំងដោយសារតែអបិនឹងវាក៏បានលោតទៅបុកធុងសម្រាមដែលបានធ្វើឲ្យធុងសម្រាមខ្ចាយឡើងពេញនឹងហើយជុនថាងរបស់យើងរត់ទៅចាប់អបិនឹងទៅធ្វើឲ្យគាត់ថាក៏លុបមកឡើងអបិនឹងដែលវាក៏បានធ្វើឲ្យគាត់គឺមានរបួសទៅលើក្បាលផងដែរក្បាលរបស់គាត់ពេលនេះគឺឡើងចេញឈាមតែម្ដងមួយសន្ទុះក្រោយមកមិត្តភ័ក្តិរបស់ជុនថាងក៏បានមកដល់ដែលពេលនេះជុនថាងរបស់យើងចាប់ក្បួយកអាយអបិនឹងជាប់ហើយគឺរត់កហ្មងហើយបន្តពីជុនថាងបានដោះអាយមួយរបស់គេចេញនឹងក៏ស្រាប់តែបានឃើញមុខមាត់របស់គេយ៉ាងច្បាស់តែម្ដងដែលអបិនឹងក៏មិនដឹងអាណាជាដែរស្គាល់ក្រោយមកពួកគេក៏បានយកអបិនឹងចូលមកកាន់បរិវេណផ្ទះខណៈដែលស៊ូក៏បានបាត់បង់ទៅឲ្យជុនថាងដូចគ្នាអបិនឹងក៏បានប្រាប់ទៅកាន់អ្នករកគ្នាថាគាត់គឺជាអ្នកថតរូបគាត់គឺអាចបញ្យល់ទៅកាន់គ្រប់គ្នាបានស៊ូរបស់យើងក៏បានដឹងដូចគ្នានាងគឺធ្លាប់ឃើញអបិនឹងនៅសាលារៀនលើអញ្ចឹងគ្រប់គ្នាប្រកាសឲ្យថាគេគឺជាសិស្សទេនៅពេលដែលបានឆែកមើលកាមេរ៉ានៅក្នុងនឹងគឺមានរូបច្រើនសន្លឹកខ្លាំងមែនទែនដែលគេបានថតអបិសក់លឿងនឹងក៏បានប្រាប់ថាគាត់គឺជាផ្នែកមួយនៃក្លឹបថតរូបបើយើងមើលទៅរូបដែលគេបានថតគឺច្រើនខ្លាំងមែនទែនប្រហែលជាយកទៅលាបពណ៌ទៀតឲ្យមើលទៅគេក៏បាននិយាយថាគេគឺមិនបានធ្វើកុសអីទេរូបដែលគេបានថតនេះគ្រាន់តែជាសិល្បៈសម្រាប់គេទេគេសន្យាថានឹងទុករូបនេះមើលតែម្នាក់ឯងគេគឺមិនធ្វើអីចំពោះវាឡើយយុនស៊ីគេក៏តបថាអញ្ចឹងអញយកកាមេរ៉ានឹងឲ្យបលីឯងទៅបញ្យោជាមួយនឹងបលីទៅបកស្រាយមួយបលីទៅពេលហ្នឹងក៏លើកដៃសំពះថាកុំបញ្ជូនគេទៅបលីអីស៊ីយ៉ាក៏បាននិយាយកាត់ថាមិនបាច់បញ្ជូនទៅបលីអីទេវាអត់មានប្រយោជន៍ឡើយហើយស៊ីយ៉ាក៏បានសម័យយើងបានឃើញនៅពេលដែលនាងបានទៅប្តឹងបលីគឺបាននិយាយថារូបទាំងអស់នោះគឺបានថតនៅកន្លែងសាធារណៈអញ្ចឹងហើយនេះគឺជាសិទ្ធិអ្នកថតទេវាអត់មានប្រយោជន៍អីដែលត្រូវប្តឹងទៅកាន់គេឡើយដែលធ្វើឲ្យស៊ីយ៉ារបស់យើងពិតជាមួម៉ៅខ្លាំងមែនទែនពេលនោះហើយបច្ចុប្បន្ននាងក៏បានប្រាប់រឿងនឹងទៅកាន់អ្នកគ្រប់គ្នាហើយនិយាយថាបលីគឺមិនអាចដោះស្រាយរឿងនឹងបានទេបើដោះស្រាយបាននាងធ្វើតាំងពីយូរហើយសម្ដីទាំងនេះវាក៏បានធ្វើឲ្យជន់ថាងចាប់ផ្ដើមយកអំពីស៊ីយ៉ាបណ្ដាហើយក៏ប្រហែលជារឿងមួយនេះដែរដែលធ្វើឲ្យស៊ីយ៉ារបស់យើងគឺតែងតែបញ្ចេញនៅកប្បកិរិយាចម្លែកក៏ដល់ពេលដែលណាគេម្នាក់ធ្វើអីមិនស្រួលមកលើនាងហើយក៏ជាហេតុដែលនាងគឺតែងតែសង្ងំនៅក្នុងផ្ទះផងដែរព្រោះនាងគឺមិនចង់ចេញទៅខាងក្រៅទេតែចេញទៅខាងក្រៅគឺបែបនេះស៊ីយ៉ាបន្តប្រាប់ទៅកាន់អ្នករកគ្នាថាមិនចាំបាច់ហៅប៉ូលីសអីទេចាំមកខ្ញុំគឺជាអ្នកដោះស្រាយជាមួយនឹងគេដោយខ្លួនឯងដោយការដោះស្រាយរបស់ស៊ីយ៉ានាងគឺចង់ធ្វើការវីទៅកាន់អបិនឹងតែម្ដងអត់និយាយច្រើននោះទេគឺចង់ផ្ដល់មេរៀនទៅកាន់គេបើសិនជាមិនបានវីគេថ្ងៃនេះទេគេនៅតែប្រព្រឹត្តទង្វើទាំងអស់នេះដដែលដែលធ្វើឲ្យអបិនឹងលើហើយគឺពិតជាភ័យខ្លាចមែនទែនដែលប្រាប់ថាកុំធ្វើបាបគេអីស៊ីយ៉ាបន្តថាថ្ងៃនេះបើយើងគឺមិនបានផ្ដល់មេរៀនទៅឲ្យឯងនោះទេឯងនៅតែបន្តសកម្មភាពរបស់ឯងយ៉ាងអញ្ចឹងវាមិនមែនត្រឹមតែកើតឡើងទៅលើយើងនោះទេសូម្បីតែតារាល្បីដទៃទៀតក៏វានឹងអាចកើតឡើងផងដែររូបនាងក៏បានរើសយកជាមួយនឹងដុសស្នាមមើលដើម្បីវាយទៅកាន់គេតាមឡងពេលហ្នឹងអាណប់នេះក៏បានកញ្ឆក់ក្នុងនាមជា fan ផ្កាមុខម្នាក់គាត់អត់ចង់ឲ្យដបរបស់គាត់ទៅប្រឡាក់ដៃនោះទេតែរៀបនឹងវាយទៅហើយក៏ស្រាប់តែជនថាងរបស់យើងគាត់គឺបានហាមឃាត់រួចគាត់ក៏បានប្រាប់ទៅកាន់ពួកគេថាហឹង្សាគឺមិនអាចដោះស្រាយបញ្ហាបាននោះទេអញ្ចឹងហើយក៏បង្កហឹង្សាអីឃើញបែបហ្នឹងស៊ីយ៉ាក៏បាននិយាយទាំងមូលម៉ៅថាអាណិតពួកគេមែន
អាណិតពួកគេទៅនឹងធ្វើឲ្យពួកគេចាប់ផ្ដើមធ្វើទង្វើអាក្រក់ៗទាំងអស់នេះមកលើពួកខ្ញុំនិយាយរួចយកស៊ីយ៉ារបស់យើងនាងក៏បានដើរចាក់ចេញទៅដែលនាងក៏ចូលទៅកាន់បន្ទប់ហើយនាងសុំអត់និយាយអីច្រើននោះទេពួកគេចង់ដោះស្រាយបែបម៉េចក៏ដោះស្រាយទៀតចោះក្រោយពីស៊ីយ៉ារបស់យើងបានដើរចូលទៅផ្ទះបាត់ទៅពេលនេះពួកគេដឹងថាដោះស្រាយជាមួយនឹងអបិនឹងដោយរបៀបណានោះទេតាមឡងពេលហ្នឹងយើងក៏បានឃើញថាណាគេម្នាក់កំពុងតែដើរទៅរកអបិហ្នឹងហើយលើកជាមួយនឹងដបស្រាមកគឺលើកសុទ្ធតែភូអំបែងគឺបែកឡើងពេញនឹងតែម្ដងពេលធ្វើឲ្យគ្រប់គ្នាឃើញហើយគឺពិតជាស្រឡាំងកាំងខ្លាំងមែនតើហើយអ្នកដែលបានវាយទៅកាន់គេនោះគឺជាកញ្ញាស៊ូស៊ូនោះឯងមកយាយថ្ងៃក្រោយរៀងអូខេចឹងចំពោះសើមកយើងនៅក្នុងអេពីសូតមួយនេះក៏បានជាបន្តទីបញ្ចប់តែត្រឹមនឹងដូចគ្នាជួបគ្នាវីដេអូក្រោយគណៈពេលនេះមានជំរាបលាបាយបាយ